ឆ្មាបាជាសត្វមួយប្រភេទមានរោមពណ៌លឿងចាស់ក្បាលរបស់វាស្រដៀងក្បាលទន្សាយរូបរាងនឹងកន្ទុយវាស្រដៀងសត្វកំប្រុកសត្វនេះមានសមត្ថភាព5យ៉ាងគឺហោះបានដើរបានហែលទឹកបានកាយរត់បានឡើងដើមឈើក៏បានទោះបីជាវាមានសមត្ថភាពយ៉ាងបែបនេះក៏ដោយឆ្មាបាមិនចេះវាយឲ្យពូកែពិតប្រាកដមួយមុខណាឡើយបើនិយាយពីរឿងហោះវាហោះមិនហួសពីដំបូលផ្ទះបើដើរក៏ដើរមិនលឿនជាមនុស្សបើហែលទឹកក៏មិនអាចហែលឆ្លងស្ទឹងតូចៗបានបើនៅឡើងដើមឈើក៏ឡើងមិនផុតចុងហើយបើបែរទៅកាយរត់វិញក៏តែជ្រុកខ្លួនឯងក៏មិនចិត្តផងហេតុនេះទោះជាមានសមត្ថភាពទាំង5យ៉ាងនេះពិតមែនតែវាមិនមានសមត្ថភាពណាដែលនាំឲ្យកើតប្រយោជន៍ជាដូចខ្លួនឡើយហើយគេក៏មិនអាចចាត់ទុកថាវាមានសមត្ថភាពអ្វីមួយពិតប្រាកដបានដែរការរៀនសូត្រត្រូវឲ្យរីកចម្រើនទាំងបរិមាណនិងគុណភាពចំណេះដឹងត្រូវឆ្លងកាត់ការសន្សំបន្តិចម្ដងដើម្បីឈានដល់ជំហានលោកផ្លោះរៀនពីតិចទៅច្រើនពីការចេះធម្មតាទៅរកភាពជំនាញក្នុងយុគសម័យដែលចំណេះដឹងវិទ្យាសាស្ត្រកំពុងរីកចម្រើននិងបែកមេសាខាយ៉ាងសុខស្មើដូចបច្ចុប្បន្នយើងចាំបាច់ទៅរៀនផ្នែកណាមួយឲ្យចេះពិតប្រាកដសង្វាតសិក្សាស្រាវជ្រាវហ្វឹកហាត់ឲ្យដល់ខ្ពស់និងជាចំចិត្តហ្វឹកហាត់ជាប្រចាំនោះជោគជ័យនឹងរត់មករកអ្នកដោយអ្នកមិនពិបាករត់តាមវាល្អជាងការចេះគ្រប់មុខតែស្អីមិនបាច់កើតការប្រៀបដូចជាតម្រេះសត្វទាឬតម្រេះឆ្មាបានេះឯង